ពលរដ្ឋខ្មែរស្ទើរមួយប្រទេសបានបង្ហាញការហួសចិត្តនិងខឹងសម្បារយ៉ាងខ្លាំងទៅនឹងស្ត្រីជាអាជីវករម្នាក់ដែលហាក់គ្មានការឈឺចាប់សូម្បីបន្តិចដោយនៅតែបន្តដាក់លុកស្លាកទុំជាតិថៃខណៈដែលជនបរទេសម្នាក់ដែលមានការឈឺចាប់ជំនួសខ្មែរបានចំណាយលុយទិញក្នុងតម្លៃ$1ដើម្បីយកទៅដុតចោលនិងបានពោលពាក្យថាជាទុំជាតិប្រទេសអាចយ៉ាងណាមិញវីដេអូដែលជនបរទេសដ៏មានទឹកចិត្តរូបនោះធ្វើឡើងគឺជាសារដាស់តឿនដល់ខ្មែរឲ្យចេះមានការឈឺចាប់ចំពោះរាល់របស់របរទំនិញថៃដែលមាននៅលើទឹកដីខ្មែរព្រោះវាជារបស់ដ៏គួរឲ្យស្អប់ខ្ពើមបំផុតហើយសារវីដេអូនេះផងដែរក៏បាញ់ចំទៅនឹងក្រុមអាជីវករមួយចំនួនដែលព្រោះតែដើម្បីលុយបន្តិចបន្តួចពួកអ្នកសុខចិត្តបន្តដាក់លក់ស្លាកទង់ជាតិថៃឬមុខទំនិញថៃដទៃទៀតនៅលើទឹកដីខ្លួនឯងវាប្រៀបបីដូចជាដង្កូវលីមួអីចឹងឬជាទង្វើក្បត់ឆន្ទៈជាតិសាសន៍ខ្លួនឯងសុខចិត្តក្បត់វិញ្ញាណខណ្ឌវីរៈកងទ័ពដែលបានពលីនោះពួកអ្នករងបណ្ដាសាឈាមគឺឈាមកំហឹងអបវីរៈកងទ័ពដែលហូរស្រោចលើទឹកដីព្រំដែនជនជាតិប្រទេសឯកមែនប្រទេសឯកជនជាតិឯកកោក៏ឯកក្របទៅស្គាល់នេះមួយមែនអូមួយរៀលបងមួយរៀលចាប៉ុន្តែខ្ញុំចង់ឃើញបក់ចោលអូទិញបាច់អូស្អប់ប្រទេសនេះសពសពគ្មានលេខនេះមួយមែនប្រទេសអាច$1ចាអញໄປมั้ยអូយអញផ្លេបាទអូយបាទយូតចាមាន scan ហ៎មាន QR អត់មានបងអូបងទិញក្បត់ចោលទិញអស់បងទិញអស់ចេញបក់ចោលទិញអស់បក់ចោលអត់ទៀតញ៉ាំដាក់ភ្លើងបាទញ៉ាំដាក់បោះចោលដាក់ភ្លើងបាទដាក់ភ្លើងបោះចោលបោះចោលនេះជនជាតិប្រទេសអាចក្របធ្វើអាហ្នឹងប្រទេសអាចដាក់ភ្លើងបាទដឹកភ្លើងបានបងដឹកបានដឹកបលីអាចចាក់បងអត់ទេអីទេដកចោលបក់ចោលធម្មតាបន្តែនេះមាន mirror ច្រើន like smoke gonna get to it បងខានបានដាក់ចោលចោលសៀមជួយសាច់គ្រូខេតយោប្រទេសខ្ញុំ it can stay on the bottom of my face បាទសុខសប្បាយអរគុណ